បាទសួស្តីបាទពុកម៉ែបងប្អូនឬក៏ហ្វេនមិនទាំងអស់គ្នាបាទចឹងថ្ងៃនេះមកហើយប្រាប់ពីរបៀបជាស្រ័យបាទពីរបៀបយើងហើយ record វីដេអូដោយមិនជាប់បាទមិនជាប់បែបនេះទេមិនជាប់នៅអឺកន្លែង setting អា setting យើងបាញ់យើងថតទៅវាជាប់តែមិនរត់វាជាប់អញ្ញាចឹងមិនរត់ទេកាលណាបងយើងថតទៅលើក្រងអញ្ចឹងវាជាប់បែបហ្នឹងអញ្ចឹងដើម្បីកុំឲ្យវាជាប់ setting នៅលើក្រងវីដេអូយើងហើយវាបំបត្តិបានស្អាតតោះឥឡូវយើងមកមើលពីរបៀបវិធីថតទាំងអស់គ្នាតោះឥឡូវយើងចូលមកបងប្អូនចូលមកចំណុចហ្នឹងហើយចុចមកកន្លែងនេះបាទចុចកន្លែងហ្នឹងបងប្អូននឹងឃើញវីដេអូបងប្អូនឃើញវីដេអូឬក៏វីដេអូហ្គេមដែលយើងបានលេងហើយហ្នឹងហើយយើងបានលេងហើយតែយើងនៅតែបានថតទេយើងចេញយើងឈប់លេងហើយយើងថតនៅពេលដែលយើងឈប់បាទអញ្ចឹងដើម្បីកុំឲ្យវាជាប់នៅ setting បាទហ្នឹងហើយជាប់រូបភាពបាទ setting ហ្នឹងមើលទៅវាញ៉ៃណាអញ្ចឹងបើសិនជាបងប្អូនទៅនេះបងប្អូននឹងបិទមិនឲ្យមាននៅវីដេអូដែលយើងវែងហ្នឹងជាប់នៅនេះទេតែបើសិនបងប្អូនមកនេះបងប្អូននឹងឲ្យវីដេអូហ្នឹងនៅលើនេះបាទអញ្ចឹងតោះឥឡូវចំណុចណាទៅយើងចូលទៅមើលរបៀបដែលយើងថតមិនជាប់នៅ setting នៅលើក្រងតោះបងប្អូនចុចកន្លែងត្រង់ចំណុចនេះមកបន្ទាប់មកកន្លែងនេះបងប្អូនកន្លែងនេះខ្ញុំសូមស្លេចហើយនេះកន្លែងទៅហ្នឹងបងប្អូនចុចទៅលើអេក្រង់មួយមកពីអត់យើងនឹងបាត់ស្អាតតែម្ដងបាទយើងនឹងបាត់ស្អាតតែម្ដងហើយបងប្អូនអាច skin shot បានធម្មតាបងប្អូន skin shot នៅលើអេក្រង់បានធម្មតាតែវាអត់មាននៅ setting ទេបាទវាអត់មាននៅ setting ទេភាសាកន្លែងទៅហ្នឹងគឺគេបំបត្តិនៅ setting នៅលើក្រង់ហើយស្រាប់អ្នកដែលចង់ថតវីដេអូមិនជាប់នៅរបៀប setting នៅលើក្រង់វីដេអូហើយមានការទេស្នេហ៍អញ្ចឹងចឹងបងប្អូនអាចធ្វើតាមបានវាថានឹងបានរកជារឿយហើយកន្លែងនេះបងប្អូនអាចមានកន្លែងយើងយកទៀតបាទយើងសារទៅមុខក៏បានឲ្យលឿនក៏បានតែខ្ញុំសូមប្រាប់ទៅអស់តែម្ដងបាទហើយលឿនពីមុនពីព្រោះយើងខាងចំណងទៀតហើយយើងចុចកន្លែងនេះមកវានឹងបាត់កន្លែងទៅពេញអស់តែម្ដងវានឹងបាត់ពេញអស់តែម្ដងអញ្ចឹងបងប្អូនចង់សារឲ្យងាប់ទៀតបងប្អូនចុចទៀតទៅដល់ចំណុចលេខ1ហើយបងប្អូនចង់យឺតបងប្អូនដាក់លេខ1មកអូខេបន្ទាប់មកបងប្អូនអាចជ្រើសនៅកន្លែងយើងបាញ់យើងសុំបាញ់យកតែមនុស្សយើងទៅរត់អញ្ចឹងយើងកាត់យកមនុស្សអូខេយើងកាត់យកមនុស្សទៅមកយើងកាត់យកកន្លែងណាដែលយើងបាញ់មនុស្សតែម្ដងដើម្បីងាយស្រួលបាទកុំឲ្យយើងកាត់អញ្ញាញ៉ៃទៀតណាអញ្ចឹងគឺវាកាត់ឲ្យស្អាតតែម្ដងបាទឥឡូវមើលបងប្អូននេះបងប្អូនឃើញអត់មិនយើងនៅនោះទេតែឥឡូវវាកាត់ឲ្យយើងដល់នឹងបាត់ឲ្យយើងជួបមនុស្សទៀតបាត់បាទមើលបងប្អូនជាក់ស្ដែងចឹងបងចឹងវីដេអូមានតែប៉ុណ្្នឹងបងសង្ឃឹមថាបងប្អូនឬក៏ហ្វេនពីផ្លាតទាំងអស់នឹងចូលចិត្តវីដេអូមួយនេះសម្រាប់អ្នកដែលមិនទាន់បានចេះថតឬក៏មិនទាន់បានគឺថា subscribe channel ខ្ញុំចឹងណាគឺ subscribe អមតាមនេះផងដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំទៀតអូខេបាយបាយ